ស្ដីបងប្អូនអរគ្នាគេតើអញ្ចឹងវីដេអូថ្ងៃនេះយើងមករៀនមេរៀនទី15ភាពបញ្ចប់ចាអញ្ចឹងមេរៀនទី15របស់យើងថ្ងៃនេះគឺយើងនឹងមករៀនអំពីមូលហ្វាវ៉ាឆងបូវប្បធម៌ហើយនិងព័ត៌មានអូខេតើអញ្ចឹងយើងអានអត្ថបទទាំងអស់គ្នាចាគេថាឆេណានអនចនអាណេមុនចាអញ្ចឹងខ្ញុំសូមបកប្រែអត្ថបទរបស់យើងនេះគឺមានចំណងជើងថាសារផ្ដល់ព័ត៌មានពីសុវត្ថិភាពហើយនិងគ្រោះមហន្តរាយពាក្យថាឆេណាននេះបានន័យថាគ្រោះមហន្តរាយអញ្ចននេះសុវត្ថិភាពអាណេព័ត៌មានមុនចាសារអូខេតើអញ្ចឹងយើងមើលខាងក្រោមគេថា한국정부는 재난시에 모든 국민에게 문자를 보냅니다. ចាអញ្ចឹងកន្លែងពាក្យថា 한국정부 បានន័យថារដ្ឋាភិបាលចារដ្ឋាភិបាលរបស់កូរ៉េផ្ញើសារទៅកាន់ប្រជាពលរដ្ឋចាទាំងអស់នៅពេលដែលមានគ្រោះមហន្តរាយចាអញ្ចឹងពាក្យថាChenansi នេះពេលមានគ្រោះមហន្តរាយ Modern គុកមីនចាគុកមីននេះប្រជាពលរដ្ឋ Modern ទាំងអស់ចាអញ្ចឹងគឺគេផ្ញើសារទៅកាន់ប្រជាពលរដ្ឋទាំងអស់នៅពេលដែលមានគ្រោះមហន្តរាយ봄에는 미세먼지, 여름에는 폭염과 호우를 미리 알려줍니다. 자, អញ្ចឹងកន្លែង미세먼지នេះបានន័យថាធូលីបងប្អូនអរគ្នាធូលីនេះធូលីលក្ខណៈធូលីដែលមកពីលំអងផ្កាចាគឺ misemonji ចា 여름에는 នៅរដូវក្តៅភពយមនេះបានន័យថារលកកម្ដៅខ្លាំងហូអ៊ូនេះបានន័យថាភ្លៀងធ្លាក់ខ្លាំងចាមីរីជាមុនអាយោជុំនីដានេះផ្ដល់ដំណឹងចាអញ្ចឹងក្នុងន័យកន្លែងនេះគេបានន័យថាគេផ្ដល់ដំណឹងជាមុននៅរដូវផ្ការីកគឺលំអងធូលីផ្កានៅរដូវក្តៅគឺរលកកម្ដៅខ្លាំងហើយនឹងភ្លៀងធ្លាក់ខ្លាំងចាបន្ទាប់មកទៀត겨울에는 한파 복설 건조 주의보를 알립니다. ចាអញ្ចឹងចំពោះ 한파 នេះបានន័យថារលកត្រជាក់ខ្លាំងចា 복설 នេះចុះត្រជាក់ខ្លាំងដែរប៉ុន្តែបើត្រជាក់ខ្លាំងនេះគឺមកពីការធ្លាក់ព្រើខ្លាំងបងប្អូនចា 복설 នេះបានន័យថាធ្លាក់ព្រើខ្លាំង 건조 នេះស្ងួត 주의보 ព័ត៌មានប្រុងប្រយ័ត្នចាអញ្ចឹងនៅរដូវរងាគឺគេផ្ដល់ដំណឹងផ្ដល់ព័ត៌មានប្រុងប្រយ័ត្នពីការរលកចុះត្រជាក់ខ្លាំងធ្លាក់ព្រើខ្លាំងហើយនឹងចាស្ងួត여러분도 휴대전화에서 이런 문자 메시지를 받았습니까? តើអ្នកទាំងអស់គ្នាធ្លាប់ទទួលបានសារបែបនេះដែរទេនៅតាមទូរស័ព្ទដៃ 앞으로 날씨와 재난 안전 문자를 잘 확인하세요. ចាអញ្ចឹង 앞으로 បានន័យថាថ្ងៃក្រោយឬក៏ថ្ងៃខាងមុខចា 확인하세요 នេះសូមពិនិត្យបានន័យថាពេលថ្ងៃក្រោយសូមពិនិត្យឲ្យបានច្បាស់រាល់សារសុវត្ថិភាពមហន្តរាយហើយនឹងអាកាសធាតុចាអញ្ចឹងអត្ថបទរបស់យើងគឺមានប៉ុណ្ណេះហើយសំណួររបស់យើងគឺមាន3ខេអញ្ចឹងសំណួរទី1គេថា정부에서는 언제 문자 메시지를 보내요 ចាតើរដ្ឋាភិបាលគេផ្ញើសារនៅពេលណា자, 2번 어느 계절에 어떤 메시지가 자주 와요? គេសួរថាតើនៅរដូវមួយណាដែលឧស្សាហ៍មកនៅសារអ្វីចាអញ្ចឹងខែណាគេផ្ញើសារអីអញ្ចឹងបងប្អូន 3번 여러분은 어떤 재난 안전 문자를 받았어요? អ្នកទាំងអស់គ្នាតើបានទទួលសារសុវត្ថិភាពគ្រោះមហន្តរាយបែបណាអូខេអញ្ចឹងកន្លែងនេះគឺបងប្អូនសាកធ្វើខ្លួនឯងឆ្លើយសំណួរយើងរកចម្លើយខ្លួនឯងចាអញ្ចឹងបន្ទាប់មកទៀតយើងមើលផារឹមការបញ្ចេញសំឡេងចាយើងមើលពាក្យរបស់យើងនេះត្រូវមើលទិតកូតារ៉ាអ៊ីលគូសេអូយើងស្ដាប់ខាងក្រោមហើយគេឲ្យយើងសាកអានតាមចាអ៊ីលប៉ុនកន្លែងនេះយើងសរសេរថាឆាក់ញ៉ុនប៉ុន្តែនៅពេលដែលយើងអានថាឆាងញ៉ុនចាឆាងញ៉ុនឆ្នាំមុនចាហើយពាក្យឈប់ណេយ៉ូនេះឈប់តានៅពេលដែលយើងអានជាមួយនឹងណេយ៉ូវាទៅជាឈុំចាឈុំណេយ៉ូ3ប៉ុនកន្លែងនេះ p អត់ចា p អត់តាពេលយើងបូកជាមួយនឹង neo ទៅជា pioneo ចា pioneo 2번 다음을 듣고 연습해보세요. 자, 이번 여름 날씨가 어때요? 다 아까스티에 너러다 lực nàyយ៉ាងម៉េចដែរ 자, 작년보다 더워요. 작년보다 더워요. បានន័យថាក្តៅជាងឆ្នាំមុន 올해 많이 추워요. 자,ឆ្នាំនេះ 올해 ឆ្នាំនេះតើត្រជាក់ខ្លាំងទេ 작년보다 더 춥네요. 자, 춥네요.ត្រជាក់ជាងឆ្នាំមុន 3번 공원에 꽃이 많이 피었네요. 자, 피었네요. 자, បានន័យថាផ្កាហ្នឹងគឺរីកច្រើន
តបមកទៀតយើងមើលរំលឹកពាក្យរបស់យើងឡើងវិញបងប្អូនអរគ្នាចាភេវណូហ្វីហ្វាគីនណាល់ស៊ីបានន័យថាអាកាសធាតុខែចលរដូវកាលភូមិចារដូវផ្ការីកយរឿមរដូវក្តៅខៅរដូវសឹកឈើជ្រុះខៀវអ៊ូរដូវរងាតើទិដ្ឋាដាកក់ក្តៅថប់តាក្តៅសាល់សាល់ហាដាត្រជាក់ស្រួលឈប់តាត្រជាក់គូឈីម៉ានីភីដាផ្ការីកច្រើនផាដាត់កាឆ្នេរសមុទ្រឋានភុងលីអារុំថាប់តាស្លឹកឈើប្រែពណ៌ស្រស់ស្អាតនុនសល់មេរឿថាដាជិះស្គីចាជិះស្គីឬក៏ជិះក្តារប្រទះចាជិះក្តារប្រទះលើទឹកកកម៉ាក់តាស្រឡះរីដាអ៊ូអាភីកាអូដាធ្លាក់ភ្លៀងនូនីអូដាធ្លាក់ព្រិលគូរមីគីដាចាបានន័យថាពពកដុំខ្មៅចុះអាប់ពពកដុំខ្មៅដូចជាមេចង់ភ្លៀងអីហ្នឹងចាគឺគូរមីគីដាអានគេកាគីដាចុះអាប់ផារ៉ាមីភូដាខ្យល់បក់ឆុនដួងបានន័យថាកូលួនផនគេកាឈីដាចាអរុនទះអ៊ីនគូចាអ៊ីនគូគឺចំនួនប្រជាជនណែអ៊ីនគូប្រជាជនសាកេចល4រដូវបន្ទាប់មកទៀតមេអ៊ូនេះណាស្គីឬថាដាជិះស្គីចាជិះស្គីរៀងក្តារផ្ទះដែលយើងជិះនៅលើទឹកកកនឹងគេហៅថាស្គីឬថាដាចាអញ្ចឹងមេរៀនទី15របស់យើងគឺចប់ប៉ុណ្ណេះបងប្អូនគ្នាអរគុណសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងមេរៀនទី16ចា៎បាយបាយ